ចានាងខ្ញុំវិញ្ញាសូមគោរពអស់លោកលោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយនៃកាសែតនិងវិទ្យុទូរទស្សន៍អាំងយ៉ាងនាពេលនេះរួមមានលោកអគ្គលេខាប៉ាក់តូឡាំអញ្ជើញមកសួរសុខទុក្ខនិងធ្វើការជាមួយបញ្ជាក្រដ្ឋានកងទ័ពជើងទឹក15និងតំបន់ពិសេសថៅចៅផែនប្រឡំរណាំងលេខ1បញ្ជាក្រដ្ឋានយោធាខេត្តបោះសរុបចលនាប្រឡំរណាំងបដិញ្ញាឈ្នះឆ្នាំ2025លោកចិនធៀងជាជនរួមជាតិខ្មែរគំរូមួយរូបក្នុងចលនាកសាងភូមិស្រុកកាន់តែរីកចម្រើនលំដាប់តទៅនេះសូមជូនអត្ថន័យពិស្ដាលោកនាងនិងប្រិយមិត្តជាទីមេត្រីនៅតំបន់ពិសេសភូကွက်លោកអគ្គលេខាប៉ាក់តូឡាំលេខាគណៈកម្មាធិការប៉ាក់យោធាមជ្ឈិមនិងគណៈប្រតិភូមជ្ឈិមបានអញ្ជើញមកសួរសុខទុក្ខនិងធ្វើការជាមួយបញ្ជាក្រដ្ឋានកងទ័ពជើងទឹកតំបន់5នៅគណៈបញ្ជាការកងទ័ពជើងទឹកតំបន់5សមាមិត្តតូឡាំអគ្គលេខាគណៈកម្មាធិការមជ្ឈិមប៉ាក់កុម្មុយនីសវៀតណាមលេខាគណៈកម្មាធិការប៉ាក់យោធាមជ្ឈិមបានត្រួតពិនិត្យការរៀបក្បួនទ័ពពេលអញ្ជើញមកសួរសុខទុក្ខនិងធ្វើការនៅបញ្ជាក្រដ្ឋានកងទ័ពជើងទឹកតំបន់ទី5ថ្លែងមតិណែនាំក្នុងពេលធ្វើការលោកអគ្គលេខាប៉ាក់តូឡាំបានសម្ដែងនៅមនោសញ្ចេតនាយ៉ាងជិតស្និទ្ធនិងផ្ញើវិចារសួរសុខទុក្ខដល់កម្មាភិបាលយុទ្ធជនទ័ពជើងទឹកប្រជាជនវៀតណាមនិយាយរួមតំបន់ទ័ពជើងទឹកនិយាយដោយឡែកលោកអគ្គលេខាប៉ាក់សង្កត់ធ្ងន់ថារយៈពេល70ឆ្នាំកន្លងក្រោមការដឹកនាំរបស់បករដ្ឋគណៈកម្មាធិការបកយោធាមជ្ឈិមក្រសួងការពារប្រទេសកិច្ចសហការរបស់គណៈក្រសួងផ្នែកគណៈកម្មាធិការបកអាជ្ញាធរមូលដ្ឋានជាពិសេសគឺមនោសញ្ចេតនានិងការគ្រប់គ្រងពីប្រជាជនទូទាំងប្រទេសកងទ័ពជើងទឹកនិយាយរួមកងទ័ពជើងទឹកតំបន់5និយាយដោយឡែកមិនបង្អង់រីកចម្រើនបង្កើតស្នាដៃជាច្រើនរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុឯកភាពទឹកដីនិងការពារមាតុភូមិរឹងមាំចំពោះសំណុំពរការពារមាតុភូមិក្នុងសភាពការថ្មីលោកអគ្គលេខាប៉ាក់បានបញ្ជាក់ថាប៉ាក់នឹងរដ្ឋតែងយកចិត្តទុកដាក់ជាពិសេសចំពោះកងទ័ពជើងទឹកកងទ័ពជើងទឹកបានវិនិយោគស៊ីសង្វាក់អំពីធនធានមនុស្សអាវុធឧបករណ៍បច្ចេកទេសនិងឧបករណ៍យោធាទំនើបបានបណ្ដុះបណ្ដាលហ្មត់ចត់ក្នុងនិងក្រៅប្រទេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែឆ្លើយតបល្អសំណុំពរភារកិច្ចវិដំឡែកខ្ពស់លទ្ធផលដែលកងទ័ពជើងទឹកតំបន់5សម្រេចបានលោកអគ្គលេខាប៉ាក់បានលើកសរសើរស្មារតីសាមគ្គីភាពជំនះការលំបាកច្នៃប្រឌិតអនុវត្តសម្រាប់ឆ្នាំភារកិច្ចបានប្រកល់ជូនលោកអគ្គលេខាក៏បានទទួលស្គាល់កិច្ចណែនាំយ៉ាងជ្រាលជ្រៅរបស់ក្រសួងការពារប្រទេសនិងកងទ័ពជើងទឹកកិច្ចសហការជំនួយរបស់ក្រសួងផ្នែកមជ្ឈិមបណ្ដាមូលដ្ឋានជាពិសេសគឺបណ្ដាខេត្តក្រុងភាគខាងត្បូងនិងយុទ្ធភូមិភាគ9បង្កលក្ខណៈដើម្បីកងទ័ពជើងទឹកតំបន់5កាន់តែរីកចម្រើនខ្លាំងលោកអគ្គលេខាប៉ាក់បានសង្កត់ធ្ងន់ថាសម្បត្តិនិរដីមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ចំពោះការពារប្រទេសនិងសន្តិសុខសំណុំពរភារកិច្ចលើកឡើងសម្រាប់កម្មាភិបាលយុទ្ធជនកងទ័ពជើងទឹកជាពិសេសគឺកងទ័ពជើងទឹកតំបន់5គឺធ្ងន់ធ្ងរខ្លាំងណាស់តាំងពីការពីរឹងមាំអធិបតេយ្យភាពសមុទ្រកោះនៃមាតុភូមិផងនិងម្ចាស់ការរកឃើញធ្វើសេនាធិការជាមុនពីចម្ងាយរក្សាសន្តិភាពស្ថិរភាពលើតំបន់សមុទ្រនិរដីផងដើម្បីអនុវត្តសម្រាប់ជោគជ័យភារកិច្ចបានប្រកល់ជូនលោកអគ្គលេខាប៉ាក់បានស្នើបន្តផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ44ចុះថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2023របស់គណៈកម្មាធិការមជ្ឈិមប៉ាក់នីតិកាលទី13ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងសភាពការថ្មីជាពិសេសគឺការគិតនិងការយល់ដឹងថ្មីអំពីការការពារប្រទេសជាតិបដិញ្ញាប្រយុទ្ធការពាររឹងមាំឯករាជ្យអធិបតេយ្យភាពឯកភាពបូរណភាពទឹកដីសមុទ្រកោះនិងដែនអាកាសរក្សាបរិស្ថានសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍប្រទេសជាតិតែងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តយល់ច្បាស់មុខសញ្ញានិងល្បិចកលរបស់កម្លាំងអនុភាពខ្មាំងសត្រូវម្ចាស់ការក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងដោះស្រាយសភាពការស្មុគស្មាញលើសមុទ្រមានប្រសិទ្ធភាពធ្វើសេនាធិការជាមួយថ្នាក់លើនៅវិធីសាស្ត្រត្រឹមត្រូវ
សម្ដៅការពីរឿងមមអធិបតេយ្យភាពរក្សាបរិស្ថានសន្តិភាពស្ថិរភាពលើសមុទ្រ ផ្ដាំអនុវត្តកសាងបកភិកបរិសិទ្ធរឹងមាំមិនបង្អង់លើកកម្ពស់កម្លាំងប្រយុទ្ធនិងជំរុញខ្លាំងការរៀនសូត្រធ្វើតាមសតិអារម្មណ៍សិលធម៌អេរិយាបថហូជីមិញបដិញ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយកសាងកម្មាភិបាលយុទ្ធជនមានថ្មីដែរនយោបាយរឹងមាំហ៊ានគិតហ៊ានធ្វើត្រៀមប្រយុទ្ធការពីអធិបតេយ្យភាពសមុទ្រកោះប្រទេសជាតិក្នុងស្ថានភាពថ្មីព្រមជាមួយនោះបំពាក់ឧបករណ៍យោធាទំនើបអនុវត្តវិទ្យាសាស្ត្របច្ចេកទេសផ្លាស់ប្ដូរ Digital ក្នុងការអនុវត្តភារកិច្ចលោកអគ្គលេខាបកតុលាមសំណុំពោសហការជិតស្និទ្ធជាមួយគណៈកម្មាធិការបកអាជ្ញាធរមូលដ្ឋាននិងបណ្ដាកងកម្លាំងអនុវត្តល្អទូនាទីជាស្នូលក្នុងការកសាងប្រជាជនទូទាំងប្រទេសនិងត្រៀមប្រយុទ្ធរបស់ប្រជាជនលើសមុទ្រអនុវត្តល្អភារកិច្ចជំនួយការពីសកម្មភាពនេសាទជលផលលើសមុទ្រសកម្មភាពសេដ្ឋកិច្ចសមុទ្រភ្ជាប់ជាមួយកសាងកងកម្លាំងបម្រុងកងសេនាជនស្វ័យការពារសមុទ្ររឹងមាំអនុវត្តល្អជាងទៀតការងារចលនាប្រជាជនឃោសនាផ្សព្វផ្សាយសមុទ្រកោះនិងការងារជួយសង្គ្រោះជួយប្រជានេសាទបំផុតគឺតំបន់សមុទ្រកោះបង្កើតទីបង្អែកដ៏រឹងមាំដើម្បីប្រជានេសាទនិងនៅជិតច្បាំសមុទ្រក្រៅពីការងារការពីអធិបតេយ្យភាពសមុទ្រកោះបន្តអនុវត្តល្អការងារជំនួយមេមីងនេសាទករក្នុងការនេសាទជលផលដើម្បីមេមីងនិងនរចិត្តច្បាមសមុទ្រពរិសេដ្ឋកិច្ចគ្រួសារផងនិងការពីអធិបតេយ្យភាពព្រំដែនសមុទ្រកោះនៃប្រទេសជាតិផងលោកអគ្គលេខាបកបានសង្កត់ធ្ងន់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារការទូតការពារប្រទេសស្របតាមទស្សនៈមីគេរបស់បករដ្ឋយកចិត្តទុកដាក់ជំរុញការទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកងទ័ពជើងទឹកបណ្ដាប្រទេសរួមចំណែករក្សាបរិស្ថានសន្តិភាពនិងស្ថិរភាពលើសមុទ្រលោកអគ្គលេខាបកបានអះអាងថាបកនឹងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះការកសាងកងកម្លាំងប្រដាប់អាវុធប្រជាជនកសាងកងទ័ពជើងទឹកកាន់តែរីកចម្រើនអត់ឈប់ឈរលើគ្រប់វិស័យសមាមិត្តជឿជាក់ថាក្នុងពេលខាងមុខកម្មាភិបាលយុទ្ធជនកងទ័ពជើងទឹកបន្តខិតខំជំនះការលំបាកអនុវត្តសម្រេចជោគជ័យភារកិច្ចបានប្រកល់ជូនធ្វើជាស្នូលក្នុងការការពាររឿងមាំអធិបតេយ្យភាពសមុទ្រនិងកោះដ៏វិសិទ្ធនៃប្រទេសជាតិស័ក្តិសមនឹងការជឿទុកចិត្តរបស់បករដ្ឋនិងប្រជាជនក៏ក្នុងឱកាសនេះដែរលោកអគ្គលេខាបកតុលាំបានប្រកល់អំណោយដល់គណៈបញ្ជាការជាន់ខ្ពស់តំបន់5ទ័ពជើងទឹកនិងលោកអគ្គលេខាបកតុលាំបានចារក្នុងបញ្ជីអនុស្សាវរីយ៍ពេលអញ្ជើញទស្សនកិច្ចនិងធ្វើការជាមួយកងទ័ពជើងទឹកតំបន់5លោកអគ្គលេខាបកតុលាំនិងគណៈប្រតិភូបានដាំដើមឈើអនុស្សាវរីយ៍ក្នុងទីធ្លាបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់5ផងដែរចាលោកនាងនិងប្រិយមិត្តជាទីមេត្រីកន្លងទៅថ្មីនេះផែនប្រឡំរណាំងលេខ1បញ្ជាការដ្ឋានយោធាខេត្តអាំងយ៉ាងរួមមានការិយាល័យសេនាធិការការិយាល័យនយោបាយការិយាល័យភស្តុភារបច្ចេកទេសកងវាសនាធំលេខ892កងវាសនាធំលេខ893រៀបចំសន្និបាតបោះសរុបការងារប្រឡំរណាំងលើកទឹកចិត្តនិងចលនាប្រឡំរណាំងបដិញ្ញាឈ្នះឆ្នាំ2025តាមរបាយការណ៍នៅក្នុងសន្និបាតឆ្នាំ2025ការងារប្រឡំរណាំងលើកសរសើរជូនរង្វាន់និងចលនាប្រឡំរណាំងបដិញ្ញាឈ្នះរបស់ស្ថាប័នអង្គភាពនៅក្នុងផែនបានផ្សព្វផ្សាយទូលំទូលាយគ្រប់ជ្រុងជ្រោយច្បាំជាប់ភារកិច្ចនយោបាយស្នូលបណ្ដាចលនាប្រឡំរណាំងផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសារាចរលេខ05របស់ការិយាល័យនយោបាយកិច្ចចលនាពង្រីកប្រពៃណីបរិច្ចាគទេពកោសល្យសាកសមនឹងកិត្តិនាមបងកងទ័ពហូបណ្ដាភារកិច្ចយោធាការពារប្រទេសផ្សព្វផ្សាយមានប្រសិទ្ធភាពតម្រង់ល្អរបៀបធ្វើច្នៃប្រឌិតជាច្រើនបន្តរក្សានិងពង្រីកដូចជាផ្សារសុនដុំផ្ដាយត្រួតត្រងជំរកកោះក្ដៅសមរភូមិក្រោយមនោសញ្ចេតនាយុទ្ធមិត្តជាដើមនៅក្នុងឆ្នាំបណ្ដាស្ថាប័នអង្គភាពបន្តរក្សាភ្ជាប់របបប្រចាំការត្រៀមប្រយុទ្ធការងារវឹកហាត់ប្រែប្រួលយ៉ាងសកម្មលទ្ធផលត្រួតពិនិត្យ 100% សម្រេចបានតាមសំណុំពរការងារការទូតព្រំដែនគោលនយោបាយសមរភូមិក្រោយ
ស្វែងរកអតិថិជនយុទ្ធជនពលីថែទាំជនរួមជាតិខ្មែរនិងប្រជាជននៅលើភូមិសាស្ត្រចូលរួមកសាងជនបទថ្មីតែងផ្សព្វផ្សាយបានល្អនិងសម្រេចបានលទ្ធផលជាក់ស្ដែងថ្លែងមតិបង្គាប់ការក្នុងអង្គសន្និបាតលោកប្រធានាឯកវូទេវ៉ាំងមេបញ្ជាការរងបញ្ជាក្រដ្ឋានយោធាខេត្តបានកត់សម្គាល់និងលើកសរសើរនៅលទ្ធផលលេចធ្លោរបស់ផែនប្រឡងប្រណាំងលេខ1ក្នុងឆ្នាំ2025នាពេលខាងមុខលោកប្រធានាឯកវូទេវ៉ាំងតម្រូវឲ្យបណ្ដាអង្គភាពត្រូវប្រមូលផ្ដុំទៅលើខ្លឹមសារសំខាន់ចំនួន3ផ្សព្វផ្សាយជ្រួតជ្រាបជ្រៅជ្រះសតិអារម្មណ៍ហូជីមិញអំពីប្រឡងប្រណាំងស្នេហាជាតិបន្តផ្លាស់ថ្មីខ្លឹមសាររូបភាពវិធីសាស្ត្រចាត់តាំងប្រឡងប្រណាំងតាមភាពជាក់ស្ដែងប្រសិទ្ធភាពផ្សារភ្ជាប់ប្រឡងប្រណាំងជាមួយនឹងភារកិច្ចនយោបាយនៅគ្រប់ស្ថាប័នអង្គភាពជាពិសេសគឺការងារហ្វឹកហាត់ត្រៀមប្រយុទ្ធនៅក្នុងសន្និបាតផែនក៏បានរៀបចំពិធីប្រគល់ទង់ប្រធានផែនឆ្នាំ2026ជូនកងប្រស្នាធំ893មេបញ្ជាការយោធាខេត្តចាលោកនាងប្រិយមិត្តចិត្តទីមេត្រីក្នុងជីវភាពដ៏សុខសាន្តនៅតំបន់ជនបទភូមិកាំងវ៉ាមអាឃុំវិនហារូបភាពលោកចិនធៀងបានបន្សល់ទុកនៅភាពគោរពនិងទំនុកចិត្តរបស់ប្រជាជនខ្មែរនៅទីនេះលោកមិនត្រឹមតែជាមនុស្សម្នាក់ដែលធ្លាប់ប្រសាទុនទីជាប្រធានភូមិអស់រយៈពេលជាង10ឆ្នាំប៉ុណ្ណោះទេលោកនៅជាបេក្ខជនដោះគំរូម្នាក់ក្នុងចលនាកសាងភូមិស្រុករបស់ឃុំវិនហាឲ្យកាន់តែរីកចម្រើនទៀតផងដោយបានធ្វើការនៅភូមិអស់រយៈកាលជាច្រើនឆ្នាំលោកយ៉ាន់ធីងបានយល់អំពីជីវភាពនិងគោលបំណងរបស់មេមីងខ្មែរនៅទីនេះទោះបីចូលនិវត្តន៍ក៏ដោយប៉ុន្តែលោកនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ភូមិនិងមូលដ្ឋានលោកបានមេមីងទីនេះតែងតាំងជាអ្នកមានកតញ្ញូភាពក្នុងជាន់រួមជាតិខ្មែរម្ល៉េះហើយពេលឃុំរៀបចំកិច្ចប្រជុំវាយតម្លៃគ្រួសារក្រីក្រឬផ្សព្វផ្សាយគោលនយោបាយលោកតែងវត្តមានផ្ដល់យោបល់ស្មោះត្រង់តម្លាភាពទំនួលខុសត្រូវខ្ពស់ថ្មីនេះក្នុងកិច្ចប្រជុំវាយតម្លៃគ្រួសារក្រីក្រគ្រួសារក្បែរក្រនៅភូមិកាំងវ៉ាំលោកនិងក្រុមប្រឹក្សាវាយតម្លៃបានជ្រើសរើសករណីជួបការលំបាកពិតប្រាកដដោយធានាយុត្តិធម៌តម្លាភាពបង្ហាញយ៉ាងច្បាស់ពីស្មារតីបម្រើប្រជាជននិងសហគមន៍ Thiện là người cóលោកចិនធៀងជាអ្នកមានកតញ្ញូភាពក្នុងភូមិកាំងវ៉ាំអាឃុំវិនហាបើឡោះហើយលោកជាគំរូម្នាក់ក្នុងការអនុវត្តល្អមេគាគោលការណ៍របស់បកគោលនយោបាយច្បាប់របស់រដ្ឋសកម្មចលនាគ្រួសារសាច់ញាតិនិងសហគមន៍អនុវត្តល្អមេគាគោលការណ៍របស់បកគោលនយោបាយច្បាប់របស់រដ្ឋមិនត្រឹមតែចូលរួមក្នុងការងារសង្គមប៉ុណ្ណោះទេលោកចិនធៀងក៏បានគេស្គាល់ថាជាអ្នកនាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរដោយចរិតឧស្សាហ៍ព្យាយាមនិងច្នៃប្រឌិតលោកបានបង្កើតទម្រង់ផលិតកម្មតូចមួយឈានឡើងរួចផុតពីភាពក្រីក្រនិងធ្វើជាគំរូសម្រាប់គ្រួសារជាច្រើនយកសម្រាប់តាមបទពិសោធន៍ផ្ទាល់ខ្លួនលោកតែងលើកទឹកចិត្តមេមីងអនុវត្តបច្ចេកទេសថ្មីផ្លាស់ប្ដូររបៀបរកស៊ីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅបានជ្រើសតាំងជាអ្នកមានកតញ្ញូភាពម្នាក់ខ្ញុំមានក្តីមោទនភាពដោយខ្ញុំបានប្រជាជនជឿទុកចិត្តដូច្នេះចំពោះប្រជាជាតិខ្ញុំតែងជំនួយមេមីងក្នុងការអនុវត្តច្បាប់ចលនាមេមីងអនុវត្តការចលនារបស់ភូមិភាគដូចជារួមវិភាគកាទៀនប្រាក់ឬកម្លាំងពលកម្មដើម្បីកសាងភូមិស្រុកកាន់តែរីកចម្រើនទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចលោកយ៉ាន់ធៀងតែងសង្កត់ធ្ងន់លើតួនាទីនៃការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរលោកតែងផ្សព្វផ្សាយចលនាមេមីងអនុវត្តល្អការចលនារបស់មូលដ្ឋានជាពិសេសគឺក្នុងការអភិរក្សទំនៀមទម្លាប់ពិធីបុណ្យទានភាសាអក្សរសាស្ត្រនិងស្មារតីសាមគ្គីក្នុងសហគមន៍ Trong thời gian qua ở trường tôi thì tiểu học ការកន្លងនៅសាលាខ្ញុំមានសិស្សជាជនជាតិភាគតិចចំនួន100នាក់កំពុងជួបការលំបាកនិងមានបំណងឈប់រៀនពាក់កណ្ដាលការអាស្រ័យដោយបានបងជាជនជាតិខ្មែរចលនានិងសហការជាមួយរដ្ឋអំណាចមូលដ្ឋានចលនាឲ្យទៅរៀនបន្តទៀតមកដល់ពេលនេះបងប្អូនក៏បានចូលរៀនគ្រប់គ្រាន់វិញហើយ không có bỏ học
លោកយិនធៀងនៅសកម្មអនុវត្តនិងផ្សព្វផ្សាយការងារ15ចំណែកដោយអាជ្ញាធរបំផុសចលនាដើម្បីប្រជាជនអនុវត្តរួមចំណែកធ្វើឲ្យមុខមាត់ជនបទទីនេះកាន់តែផ្លាស់ថ្មី thùng mới á, thì vận động bà con ដើម្បីចលនាមេមីងអនុវត្តការងារ15ចំណែកដោយអាជ្ញាធរមូលដ្ឋានបំផុសចលនាខ្ញុំតែងចុះដល់ក្រុមគ្រួសារនីមួយៗដើម្បីលើកទឹកចិត្តមេមីងឲ្យអនុវត្តតាមកម្រិតកំណត់ដែលអាជ្ញាធរមូលដ្ឋានបានដាក់ចេញ chính quyền đề ra គ្រួសារលោកយិនធៀងជាគំរូវប្បធម៌ឆ្នាំមួយកូនរបស់លោកបានអប់រំរៀនសូត្រត្រឹមត្រូវនិងមានការងារធ្វើស្ថិរភាពបច្ចុប្បន្នកូនប្រុសរបស់លោកជាអនុប្រធានភូមិកូនស្រីក៏ចូលរួមក្នុងសមាគមនារីនិងសម្ព័ន្ធយុវជនភូមិកាងវ៉ាមផងដែរក្នុងវងត្រកូលសាច់ញាតិរបស់លោកតែងតែធ្វើតាមគំរូរបស់លោករួបរวมគ្នារស់នៅដោយក្តីស្រឡាញ់និងគាំទ្រនៅចលនាកសាងជីវភាពឧបធម៌ភូមិស្រុកស៊ីវិល័យដោយទឹកចិត្តលះបង់ស្មារតីទំនួលខុសត្រូវខ្ពស់និងការជឿទុកចិត្តពីជនរួមជាតិលោកចន្ទធៀងស័ក្តិសមជាអ្នកមានកតញ្ញូនុភាពក្នុងជនរួមជាតិខ្មែរជាស្ពានបន្តរវាងគំនិតបកទឹកចិត្តប្រជាជនរួមចំណាយផ្ដំបំពួនថ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលធ្វើឲ្យប្រពៃណីដកល្អរបស់ឃុំវិនហួរកាន់តែភ្លឺថ្លានិងស្រស់បំព្រងថែមទៀត ចាលោកទីនេះនឹងប្រិយមិត្តចិត្តទីមិត្តរីកម្មវិធីផ្សាយនៃកាសែតនិងវិទ្យុទូរទស្សន៍អង្គយ៉ាងនាពេលនេះសូមបញ្ចប់ត្រឹមនេះសូមថ្លែងអំណរគុណលោកទីនេះនឹងប្រិយមិត្តដែលបានយកចិត្តទុកដាក់តាមដានកម្មវិធីរបស់យើងខ្ញុំសូមជម្រាបលា